សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូឃ្លីបមួយដែលបង្ហាញអំពីការបង្កើត Apple ID បងប្អូនខ្លះធ្លាប់បានដឹងរួចមកហើយនៅការប្រើប្រាស់ Apple ID ប៉ុន្តែបងប្អូនខ្លះទៀតគឺគាត់ពុំទាន់បានយល់ដឹងអំពីការប្រើប្រាស់នៅ Apple ID នេះទេអញ្ចឹងខ្ញុំសូមណែនាំបន្តិចហេតុអីបានជាយើងត្រូវការបង្កើតនៅ Apple ID ការបង្កើតនៅ Apple ID មានន័យថាឧទាហរណ៍ថាប្រសិនបើយើងប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ iOS ឧទាហរណ៍ដូចជា iPhone លើប្រព័ន្ធ Computer Mac អញ្ចឹងពេលនោះរាល់កម្មវិធីមួយគឺយើងទាមទារត្រូវ download ដើម្បីយកមកប្រើប្រាស់ក្នុងការ download វាប្រកាសជាទាមទារនៅ ID មួយដើម្បី log in ចូលក្នុងការ download ដូច្នេះហើយយើងត្រូវចាំបាច់ត្រូវបង្កើតនៅ Apple ID មួយដើម្បី log in សម្រាប់ download កម្មវិធីមួយដែលយើងចង់ប្រើប្រាស់ពេលនេះខ្ញុំសូមបង្ហាញបងប្អូនតែម្ដងក្នុងការបង្កើត Apple ID យើងសំទោសជាដំបូងគឺយើងត្រូវមានកម្មវិធី iTunes រួចយើងចាប់ផ្ដើមបើកកម្មវិធី iTunes មកនៅពេលវាដំណើរការចប់សូមចាំបន្តិចនៅពេលវាដំណើរការចប់យើងចុចលើ iTunes Store រួចយើងទៅប៊ូតុង Search យើងវាយនៅឈ្មោះ application ណាមួយដែលមានលក្ខណៈ free ខ្ញុំឧទាហរណ៍Facebookនេះវាបង្ហាញមកហើយ Facebook អញ្ចឹងយើងវាយនៅឈ្មោះកម្មវិធីណាមួយដែលមានលក្ខណៈ free ដើម្បីទាញយកនៅការបង្កើត Apple ID ដែលមានលក្ខណៈ free អញ្ចឹងខ្ញុំឧទាហរណ៍ថតនេះគេដាក់ get អញ្ចឹងខ្ញុំឧទាហរណ៍ចុចលើវាដើម្បីយើងទាញយកការបង្កើតតោះនេះបើសិនបើករណីយើងមានហើយគឺយើងគ្រាន់តែ log in ID នេះចូលមក password ចូលមកយើងអាច download បានដែរប៉ុន្តែយើងពេលនេះគឺយើងចង់បង្កើត Apple ID ទេអញ្ចឹងគឺយើងមកត្រង់នេះហើយយើងចុចលើពាក្យ create new Apple ID រួចត្រង់នេះយើងចុចលើពាក្យ continue មកដល់ត្រង់នេះយើងអាចចុចបដូរនៅប្រទេសបានករណីពេលខ្លះ default របស់វាគឺមិនមែនជាប្រទេសកម្ពុជាទេអញ្ចឹងយើងត្រូវចុចចូលកន្លែងនេះដូរមកប្រទេសកម្ពុជាឬយកពី change បើសិនបើយើងចង់ដូរប៉ុន្តែបើយើងមិនចង់ដូរក៏អត់បញ្ហាដែរវាជាប់ប្រទេសណាក៏បានដែរនេះជា term របស់វាជា agreement របស់វាពេលយើងមើលអានេះហើយយើងចុចយកពី I already read and agree រួចចុចប៊ូតុង agree ត្រង់ mail នេះគឺយើងវាយ mail ជាក់លាក់មួយដែលមានការប្រើប្រាស់ពុំមែនជា mail ដែលមានការប្រើប្រាស់នៅក្នុងប្រព័ន្ធ Gmail វាយ mail ឬមួយក៏ Yahoo Mail នោះទេដែលខ្ញុំសូមឧទាហរណ៍ខ្ញុំដាក់ថា johnny@gmail.com password មានន័យថាយើងបង្កើតនៅ password ថ្មីតោះនេះ password តោះនេះគឺវាឲ្យវាយចាប់ពី8 character ឡើងបូកជាមួយនឹង number បូកជាមួយនឹងលេខតែនៅពេលដែលយើងវាយ password គឺយើងត្រូវផ្ដើមដោយអក្សរធំ capital letter អញ្ចឹងខ្ញុំឧទាហរណ៍ថាសូមមេត្តារងចាំបន្តិចខ្ញុំឧទាហរណ៍ថាព្រោះនេះយើងដាក់អីក៏ដាក់ទៅ password របស់យើងនីមួយៗនោះទេ
តែត្រូវផ្ដើមចាំថាត្រូវផ្ដើមដោយអក្សរធំសំទោសខុសត្រង់ password គឺយើងត្រូវតែចាំវាពីព្រោះ ID របស់យើង Apple ID របស់យើងត្រូវទាមទារ username និង password ដើម្បី log in ចូលទៅ download កម្មវិធីនីមួយៗដែលយើងចង់ប្រើប្រាស់វាដូច្នេះយើងត្រូវ note ទុកគឺមើលកត់ត្រាចំណាំដើម្បីកុំឲ្យភ្លេចបន្ទាប់មក security info ព្រោះនេះគឺយើងឈូសយកយើងរើសយកសំណួរណាមួយយើងដាក់អីក៏បានដែរដល់ខ្ញុំឧទាហរណ៍ថាខ្ញុំជ្រើសរើសយកសំណួរទី1ដាក់ថាយើងដាក់អីក៏បានតោះនេះខ្ញុំដាក់ថានេះខ្ញុំដាក់ថា Gmail កន្លែងនេះគេឲ្យយើងដាក់ optical resource email request សំទោស optical request email តោះនេះមានន័យថាយើងដាក់ email ណាមួយដែលមានការប្រើប្រាស់ករណីនៅពេលណាករណីនៅពេលដែលយើងចាំ username ឬមួយក៏យើងភ្លេចទាំង username និង password របស់ Apple ID អញ្ចឹងករណីនោះយើងអាចទៅចូលរក password យើងអាចទៅចូលរក password តាមរយៈ email មួយទៀតមានន័យថា email ផ្សេងមួយគឺ email នេះទៀតនៅពេលករណីដែលយើងបាត់ password យើងអាចចូលទៅរកវាបានតាមរយៈ email មួយទៀតដែលយើងដាក់ confirm វានេះតែករណីនេះខ្ញុំពុំបានដាក់ទេតោះនេះយើងដាក់ date of birth ខ្ញុំឧទាហរណ៍ថាបងប្អូនដាក់អីក៏ដាក់ទៅ date of birth តាម date of birth របស់បងប្អូនហើយយើង tick យកត្រង់នេះទាំងពីរយើងក៏មើលព័ត៌មានសារទៀតអូខេអស់ហើយយើងបានពេញហើយយើង tick យកទៅពាក្យ continue ត្រង់នេះវាមានដូចជា Visa card Master card អីអញ្ចឹងទៅប៉ុន្តែសុទ្ធតែជាការបង់លុយការកាត់លុយតែយើងចង់បង្កើត Apple ID ដល់រយៈជាលក្ខណៈ free ដូច្នេះហើយខ្ញុំចុចយកពាក្យ none cònយើងចុចយកពាក្យ none ហើយ title នេះគឺយើងយកអីក៏យកទៅ Mr Mrs Miss អីអញ្ចឹងទៅហើយកន្លែងនេះគឺយើងដាក់ឈ្មោះដល់ខ្ញុំឧទាហរណ៍ទៅដាក់Johnny Shoe Street កន្លែងនេះគឺយើងដាក់ផ្លូវលេខយើងដាក់ផ្លូវលេខយើងដាក់អីក៏ដាក់ទៅខ្ញុំឧទាហរណ៍លេខនេះកន្លែងនេះយើងចង់ដាក់ក៏បានមិនដាក់ក៏បានហើយនេះយើង tick យកមួយមកយើង tick យកកន្លែងណាមួយមកខ្ញុំឧទាហរណ៍ថាកន្លែងនេះមួយចុះ tick យកបណ្ដាខេត្តខ្ញុំឧទាហរណ៍ខ្ញុំយកខេត្តកណ្ដាលចុះ